បាទបងប្អូននេះគឺជាលុយដែលខ្ញុំបានដកចេញពី app PopTalk ដែលតាំងពីម្សិលមិញហ្នឹងឥឡូវហ្នឹងគឺវាលោតចូល PayPal របស់ខ្ញុំចំនួន10 សេនហើយដែលខ្ញុំបានដក10សេនវីដេអូម្សិលមិញហ្នឹងអញ្ចឹងខ្ញុំនឹងបកស្រាយពីចម្ងល់អ្នកទាំងអស់គ្នាតែគាត់ថាដកអត់បានមិនអញ្ចឹងអូខេអញ្ចឹងនេះអ្នកទាំងអស់គ្នាចូលមកមើលមកនេះគឺឥឡូវចូលទៅមើលតែម្ដងទៅថាដកបានពិតប្រាកដឬអត់គឺចំនួន10សេនដែលខ្ញុំបានដកពីម្សិលមិញហ្នឹងបងប្អូនគឺខ្ញុំបានធ្វើនេះបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺដកចូលទៅក្នុងអឺ PayPal របស់ខ្ញុំនេះបងប្អូនឃើញទេណាបាទថ្ងៃហ្នឹងថ្ងៃទី26បាទអញ្ចឹងអូខេហើយបងប្អូនចូលមកកន្លែងមក app Pop Talk មកហើយបងប្អូនចូលមកកន្លែងនេះមកនេះកន្លែងនេះហ្នឹងហើយឥឡូវមកមើលជាមួយនឹងប្រតិបត្តិការនេះបងប្អូនខ្ញុំដកម្សិលមិញថ្ងៃទី25ឥឡូវ26គឺគេបាញ់ឲ្យខ្ញុំអញ្ចឹងលឿនមែនតើអ្នកនរគ្នាអត់ដល់មួយថ្ងៃទេអ្នកគ្នាខ្ញុំដកណាឥឡូវខ្ញុំដក10សេននេះឃើញអូខេសួស្តីអ្នកទាំងអស់គ្នាក៏ដូចជាជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាសាជាថ្មីជួបជាមួយនឹង Channel របស់ខ្ញុំបាទ 10K រកលុយសាជាថ្មីឥឡូវហ្នឹងគឺខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីទឹកប្រាក់ដែលខ្ញុំបានដកចេញពី App Talk ហ្នឹងនិយាយទៅខ្ញុំអត់ចង់ធ្វើវីដេអូច្រើនទេក៏មានបងប្អូនខ្លះគឺគាត់ធុញដែរថាខ្ញុំធ្វើតែវីដេអូអំពី App Talk តែប៉ុន្តែខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាថាខ្ញុំដកលុយបានពិតប្រាកដបានខ្ញុំហ៊ានផុសវីដេអូហ្នឹងហើយខ្ញុំអត់ផុសទៀតទេមកវីដេអូនឹងចុងក្រោយអ្នកទាំងអស់គ្នាខ្ញុំអត់ផុសតាក់ទងទៅនឹង app ហ្នឹងទៀតទេពោះក៏មានបងប្អូនខ្លះគាត់ធុញហើយថាធ្វើតែវីដេអូត្រែហ្នឹងសូមអធិស្ឋានដោយសារខ្ញុំចង់បញ្ជាក់អំពីការដកលុយថាវាបានពិតប្រាកដឬអត់ហើយក៏មានគ្នាយើងខ្លះគឺគាត់គិតចេះទៀតហើយតែយើងរករបៀបមិនអញ្ចឹងយើងរករបៀបនេះអ្នកនេះចូលមក claim ពណ៌នេះយើងចូលមកហើយយើង claim ពណ៌ហ្នឹងមកនេះយើង claim ពណ៌ហ្នឹងហើយយើងអាចមកបើកជាកដោហ្នឹងអ្នកនេះមកបើកអង្វាន់នេះចូលនេះយើងមកបើកពណ៌ហ្នឹងមកនេះបើកពណ៌ហ្នឹងហើយដើម្បីឲ្យយើងលោតកាក់ហើយយើងក៏មានត្រូវលុយតែនេះវាលោតកាក់ច្រើននេះបងប្អូនបើកចឹងមកបើកឲ្យអស់ចឹងមកនេះអញ្ចឹងនៅពេលដែលវាលោតកាក់ហើយវាលោតនឹងលោតចូលហ្នឹងហើយអញ្ចឹងកាក់ហ្នឹងសួរថាយើងយកទៅអីកាក់ហ្នឹងគឺយើងយកទៅដូរជាលុយនេះអ្នកទាំងគ្នាអញ្ចឹងខ្ញុំមានកាក់5000អញ្ចឹងចង់ដឹងថាខ្ញុំដកខ្ញុំបាញ់ចូលអាលុយហ្នឹងបានប្រហែលអូខេឥឡូវខ្ញុំចូលមកមើលមកអញ្ចឹងខ្ញុំបាន5កាក់5សេនសំទោសអូខេអញ្ចឹងខ្ញុំវាបានអញ្ចឹងអ្នកទាំងគ្នាមើលលុយរបស់ខ្ញុំគឺចំនួន13.72សេនអញ្ចឹងយើងធ្វើការទៅដកលុយបន្ថែមទៀតខ្ញុំដកបន្ថែមទៀតហើយបើសិនជាអ្នកទាំងគ្នាអត់ចេះក្នុងការបង្កើតជាមួយនឹង app PopTalk ទេអ្នកទាំងគ្នាចូលនៅក្នុង channel របស់ខ្ញុំមានវីដេអូច្រើនឬក៏អ្នកគ្នាចូលខាងក្រោម link description មកខ្ញុំឃើញនឹងឃើញវីដេអូហើយខ្ញុំបានដាក់ link នៅក្នុងហ្នឹងអូខេឥឡូវខ្ញុំសូមធ្វើការដកលុយបន្ថែមទៀតដែលវិធីដកលុយហ្នឹងគឺគ្រាន់តែអ្នកគ្នាចូលខាងលើមិញត្រេក3ហ្នឹងមកអញ្ចឹងអ្នកគ្នាចុចអាកតានេះនៅកតាហ្នឹងដែលមានដាក់ថា cash out ហ្នឹងហើយអញ្ចឹងវិធីដកលុយគឺអ្នកទាំងគ្នាដកបានពីរបៀបទី1គឺអ្នកទាំងគ្នាដកតាម PayPal ដែលខ្ញុំបានដក PayPal ណាទី2នេះគឺអ្នកទាំងគ្នាដាក់ដកតាម mobile អញ្ចឹងអ្នកគ្នាដកតាមលេខទូរស័ព្ទបងប្អូនគ្រាន់តែធ្វើការចុចអញ្ចឹងមកហើយបន្តមកទៀតអ្នកទាំងគ្នាធ្វើការដាក់លេខទូរស័ព្ទវាមាន SIM ឲ្យអ្នកទាំងគ្នាជ្រើសរើសនេះ SIM Say card smartphone smart អញ្ចឹងអ្នកទាំងគ្នាចង់ដកមួយណាក៏បានដែរអញ្ចឹងខ្ញុំដក smart អញ្ចឹងនៅក្នុងការដកគឺអ្នកទាំងគ្នាមានដុល្លារមានលុយចាប់ពី11.11.36សេនគឺអ្នកទាំងគ្នាដកបានហើយអញ្ចឹងដកបានគឺប៉ុណ្្នឹងអញ្ចឹងអ្នកទាំងគ្នាដាក់លេខទូរស័ព្ទទៅអ្នកគ្នាចុចដាក់ដកបានហើយអូខេហ្នឹងគឺវាបែបហ្នឹងឥឡូវហ្នឹងខ្ញុំសូមធ្វើការដកចូលទៅក្នុង PayPal របស់ខ្ញុំបន្ថែមទៀតព្រោះPayPal ក៏ស្រួលដែរអ្នកគ្នាចុចអាហ្នឹងហើយអ្នកគ្នាធ្វើការចុច close ហើយនេះបងប្អូនអ្នកគ្នាបាទអញ្ចឹងវាមានតប្រាក់ឲ្យយើងដកមុនដំបូងខ្ញុំមានតែដក12ដក10សេនឥឡូវហ្នឹងគឺវាតម្លាក់មកវិញគឺមាន$12 $15 $20និង$30និង$40អញ្ចឹងខ្ញុំដកចំនួនបាទគឺចំនួន$12នេះឥឡូវយើងធ្វើការចូលដក$12ហ្នឹងតែម្ដងទៅហ្នឹងហើយយើងចុច confirm បាទអញ្ចឹងបន្ទាប់ពីចុច confirm ហើយអត់មានអីច្រើនទៀតទេនេះវាដាក់ថារងចាំ6មួយសប្តាហ៍ប៉ុន្តែមិនបាច់រងចាំដល់មួយសប្តាហ៍ទេអ្នកគ្នាគឺអ្នកគ្នារងចាំនិយាយទៅមួយថ្ងៃទេខ្ញុំដក10សេនម្សិលមិញហ្នឹងគឺមួយថ្ងៃគឺតម្លាក់មកយើងហើយអញ្ចឹងយើងដកតាម PayPal នេះបងប្អូនគឺយើងដាក់ចុច
ដកតាម PayPal ហ្នឹងនេះបងប្អូនឃើញនេះគឺទៅប្រាក់ដែល10សេនខ្ញុំបានដកម្សិលមិញវីដេអូម្សិលមិញដែលតាមដានខ្ញុំបានដឹងហើយអូខេហើយឥឡូវហ្នឹងគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើលជាមួយនឹងរបៀបបង្កើត PayPal បាទបងប្អូនរបៀបបង្កើត PayPal បងប្អូនគ្រាន់តែការចូលមកខាងក្រោមprofile របស់ខ្ញុំនឹងមកហើយបងប្អូនអស់មកខាងក្រោមបន្តិចបងប្អូននឹងឃើញជាមួយនឹងវីដេអូរបៀបបង្កើត PayPal នេះតែម្ដងបងប្អូនចុចលើវានឹងមកហើយបងប្អូនធ្វើការទៅមើលរបៀបបង្កើត PayPal ទៅពោះរបៀបបង្កើត PayPal ហ្នឹងគឺស្រួលទេអ្នកទាំងអស់គ្នាអត់មានពិបាកទេខ្ញុំបានបញ្យល់នៅក្នុងនឹងបោះក្បាយមែនតើហើយអរគុណអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្ធុញទេជាមួយនឹងវីដេអូរបៀបបង្កើតរបៀបរកលុយតាម PopTube អញ្ចឹងវីដេអូក្រោយខ្ញុំនឹងបរៀនអំពីធ្វើការដកលុយចេញ